អាដាមបណ្ឌិតមុងរទ្ធីចុះសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋានក្នុងខេត្តព្រះសីហនុដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈនៅព្រឹកថ្ងៃទី11ខែកុម្ភៈឆ្នាំ2026អាដាមបណ្ឌិតមុងរទ្ធីប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី7បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ស្មៀននិងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រះសីហនុនៅស្រុកព្រៃនប់ខ្លឹមសារនៃកិច្ចពិភាក្សានេះគឺផ្ដោតទៅលើចំណុចសំខាន់ដូចជាការវិតម្លៃខ្ពស់ចំពោះមន្ត្រីមូលដ្ឋានអាដាមម៉ាំងស៊ីណេតអភិបាលខេត្តព្រះសីហនុបានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងរួមចំណែកអភិវឌ្ឍខេត្តឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការពារសុវត្ថិភាពក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ខាងមុខទូនីតិរបស់ព្រឹទ្ធសភាអាដាមបណ្ឌិតមុងរទ្ធីបានបញ្ជាក់ថាការចោះជួបផ្ទាល់នេះគឺជាយន្តការការពារសិទ្ធិនិងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់និងប្រជាពលរដ្ឋព្រឹទ្ធសភាផ្ដោតលើអាទិភាពពីរគឺ1ការលើកកម្ពស់ការទូតសភា2ការធ្វើការជិតស្និទ្ធជាមួយអង្គបោះឆ្នោតដើម្បីជំរុញគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការសូមបញ្ជាក់ថាគោលបំណងសំខាន់នៃពិធីសម្ដែងសម្ដាលនេះគឺពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភានិងអង្គបោះឆ្នោតនៅមូលដ្ឋានស្វែងយល់ពីបញ្ហាប្រឈមនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រមូលសំណុំពរនានាដើម្បីដាក់ជូនព្រឹទ្ធសភាពិនិត្យនិងដោះស្រាយការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្តពង្រឹងសន្តិភាពនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទគ្រឿងញៀនល្បែងស៊ីសងការជួញដូរមនុស្សតាមរយៈគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ2050ជាទីបញ្ចប់អាដាមបណ្ឌិតបានលើកទឹកចិត្តឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ហ៊ានលើកឡើងនៅបញ្ហាប្រឈមនិងបទពិសោធន៍នានាដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឲ្យបានចំគោលដៅនិងមានប្រសិទ្ធភាព